កុសុមៈស្លុតចិត្តត្រូវចំណាយ$20រាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្តតាកែវចូលបង្រៀនសិស្សថ្នាក់ទី5ទៅតែបានប្រមាណថ្ងៃកញ្ញាសានកុសុមៈបានឲ្យដឹងថាជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ប៉ុន្តែនាងពេញចិត្តនឹងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះក្នុងមួយថ្ងៃសានកុសុមៈត្រូវចំណាយលុយប្រហែល$20ក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្តតាកែវកញ្ញាសានកុសុមៈបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់ក្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឲ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈមកទល់ពេលនេះកញ្ញាសានកុសុមៈបានចូលបង្រៀនសិស្សថ្នាក់ទី5នៅខេត្តតាកែវបានជិត1សប្តាហ៍ហើយនាងពិតជាសប្បាយចិត្តជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់សូម្បីតែកូនសិស្សរបស់នាងក៏បានសម្ដែងនូវការស្រឡាញ់និងការពេញចិត្តយ៉ាងខ្លាំងចំពោះការបង្រៀនរបស់នាងកញ្ញាសានកុសុមៈត្រូវធ្វើដំណើរពីភ្នំពេញទៅខេត្តតាកែវជារៀងរាល់ថ្ងៃដើម្បីបង្រៀនសិស្សរបស់ខ្លួននៅអ្វីដែលនាងឲ្យស្លូតចិត្តទៀតនោះគឺនាងត្រូវចំណាយប្រាក់$20ជារៀងរាល់ថ្ងៃដើម្បីចាក់សាំងធ្វើដំណើរបង្រៀនកញ្ញាសានកុសុមៈបានបញ្ជាក់ប្រាប់ថាជំហានដំបូងនេះនាងត្រូវធ្វើដំណើរចុះឡើងពីភ្នំពេញទៅខេត្តតាកែវពីព្រោះនាងមិនមានផ្ទះនៅទីនោះទេចាំមើលមួយរយៈពេលទៀតនាងអាចនឹងរកផ្ទះជួលដើម្បីស្នាក់នៅពីព្រោះមិនអាចចំណាយលុយ$20រាល់ថ្ងៃចាក់សាំងចុះឡើងបែបនេះទេអ្វីត្បិតតែចូលបម្រើការងារជាគ្រូបង្រៀនក្តីសានកុសុមៈនៅតែអះអាងថានាងនៅតែបន្តអាជីពប្រសិនបើមានពេលទំនេរនៅតែទទួលថតនិងសម្ដែងដូចដើមតែអ្វីដែលសំខាន់ទៀតនោះនៅពេលនេះនាងសូមយកពេលចិត្តទុកដាក់ចំពោះការបង្រៀនសិនដោយសារការងារនេះជាការងារក្នុងសុបិនដែលនាងស្រឡាញ់តាំងពីតូចមកម្ល៉េះ